បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញពីចំណុចថ្មីៗនៃ iOS 26.1 ដែលបន្ទាប់ពីបងប្អូនធ្វើការអាប់ដេតហើយបងប្អូននឹងទទួលបានអ្វីខ្លះដែលចំណុចថ្មីទី1ខ្ញុំសង្កេតឃើញហ្នឹងគឺបងប្អូនចូលទៅកាន់ setting បងប្អូនអស់មកខាងក្រោមមកបងប្អូនចូលទៅកាន់ពាក្យថា display and brightness អញ្ចឹងពេលយើងចូលមកដល់ display and brightness យើងទទួលបាននៅមុខងារមួយគឺ liquid glass តែក្នុងនោះមានមុខងារពីរគឺ clear ជាមួយនឹង tinted អញ្ចឹងបងប្អូនចុចទៅលើ clear ហ្នឹងបងប្អូននឹងឃើញលក្ខណៈវាបែបនេះវាបង្ហាញចេញគឺថ្លាឃើញ background ខាងក្រោយចំណែកឯ tinted គឺវាលក្ខណៈថាមិនឃើញ background ច្បាស់នោះទេអញ្ចឹងបងប្អូនអាចឃើញនៅពេលដែលខ្ញុំចុចមុខងារនីមួយៗហ្នឹងចូលមកដល់ចំណុចថ្មីទី2នៅពេលដែលខ្ញុំទាញអេក្រង់មកគឺទូរស័ព្ទរបស់ខ្ញុំគឺធ្វើការបើកកាមេរ៉ាតែម្ដងអញ្ចឹងបងប្អូនអាចឃើញអញ្ចឹងដើម្បីធ្វើការបើកនៅមុខងារនេះបានគឺបងប្អូនចូលទៅកាន់ setting បន្ទាប់មកបងប្អូនចូលទៅកាន់កាមេរ៉ាបងប្អូនអស់មកខាងក្រោមបងប្អូននឹងឃើញមុខងារមួយដាក់ថា lock screen swipe to open camera អញ្ចឹងបងប្អូនធ្វើការបិទបើសិនជាបងប្អូន lock screen បងប្អូនអាចអស់បានទេបងប្អូនអាចឃើញគឺយើងអាចធ្វើការទាញដើម្បីបើកកាមេរ៉ាបាននោះទេអញ្ចឹងដែលគ្រាន់តែខ្ញុំធ្វើការបើកវិញខ្ញុំ lock screen ខ្ញុំអាចធ្វើការអស់ដើម្បីបើកកាមេរ៉ាបានចំណែកឯចំណុចថ្មីទី3នៅពេលដែលខ្ញុំ set នៅ timer ឲ្យថាម៉ោងរੂបងប្អូននេះម៉ោង12:15ចឹងខ្ញុំដាក់ម៉ោង12:16នាទីចឹងដល់ពេលដែលខ្ញុំ set ម៉ោង12:16នាទីចឹងរាល់ពេលដែលវាដល់ម៉ោង12:16នាទីទូរស័ព្ទរបស់ខ្ញុំវានឹងរੂ alert ឡើងហើយក្នុងនោះវានឹងមានមុខងារខុសពី iOS ដទៃបងប្អូនអរគ្នាជុំបងប្អូនអាចឃើញខ្ញុំអាចធ្វើការ slide ដើម្បីធ្វើការ stop បានពីមុនគាត់បងប្អូនចុចពីថា stop ទៅគឺធ្វើការ stop តែម្ដងចឹងធ្វើការ slide នោះម៉ោងរបស់ខ្ញុំវានឹងធ្វើការ stop ហើយអញ្ចឹងថ្ងៃនេះខ្ញុំមាន3ចំណុចនេះសម្រាប់ចែករំលែកទៅកាន់បងប្អូនអរគ្នាហើយខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយទៀត